សួស្តីថ្ងៃនេះខ្ញុំធ្វើឆាម្សៅបងប្អូនដូចវីដេអូពីដើមអញ្ចឹងគឺយើងត្រាំសិនណាម្សៅផ្សិតអីហ្នឹងហើយខ្ញុំយកវាមកហាន់ទូចហ្នឹងគឺមានផ្សិតខ្មៅផ្សិតត្រចៀកកដោបកាយឺហ៊ឺសាច់ជ្រូកចិញ្ច្រាំខ្ទឹមសនិងម្សៅហើយគ្រឿងផ្សំនៅក្នុងកូនចានដែលតិចទៀតបងប្អូននឹងបានឃើញក្នុងហ្នឹងមានទឹកត្រីម្សៅខ្នុរម្រេចអំបិលស្ករសតែប៉ុណ្្នឹងណាបងប្អូនហើយនេះខ្ញុំដាក់ខ្ទឹមសមកខ្ញុំលីងហើយខ្ញុំដាក់សាច់ជ្រូកចិញ្ច្រាំនេះចូលកូរវាហើយយើងដាក់បកាយឺហ៊ឺហើយនឹងផ្សិតខ្មៅផ្សិតត្រចៀកកដោហ្នឹងកូរចូលគ្នាអានេះអត់តន់ដាក់គ្រឿងទេណាបងប្អូនយើងគ្រាន់តែលីងសាច់ហ្នឹងឲ្យវាឈ្ងុយចូលជាតិឲ្យវាសោះទឹកបន្តិចសិនបានតិចទៀតខ្ញុំនឹងចាក់គ្រឿងផ្សំដែលខ្ញុំលាយនៅក្នុងកូនចានមិញហ្នឹងដាក់ចូលបងប្អូនពេលយើងដាក់ចូលហើយឲ្យមើលតើយើងពេញចិត្តខាងសាច់នឹងឆ្អិនត្រូវចិត្តយើងហើយណាចាំយើងដាក់ម្សៅចូលពេលដែលបងប្អូនដាក់ម្សៅចូលហ្នឹងបងប្អូនអាចគិតមើលទៅថាចង់ញ៉ាំគោកឬញ៉ាំទឹកបើញ៉ាំគោកគឺខ្ញុំគ្រាន់តែឆាប៉ុណ្ណេះហើយយើងអាចយកមកញ៉ាំបានហើយតែបើញ៉ាំទឹកយើងឆាប៉ុណ្ណឹងហើយយើងចាក់ទឹកចូលទៅហើយយើងគ្របមកសន្ទុះទៅបងប្អូនយកមកហូបបានទេណា